សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយគ្រប់មជ្ឈដ្ឋានទាំងអស់បើដោយថ្ងៃនេះចង់មកជម្រាបជូនញាតិញោមអំពីបច្ច័យបនដែលកន្លងមកប្រហែលជាញាតិញោមឆ្ងល់ថាតើបច្ច័យដែលញាតិញោមចូលរួមចំណែកក្នុងកម្មវិធីបនកឋិនទានហ្នឹងមានការបែងចែកមិនខ្លះបងអញ្ចឹងក្រោយអំពីបុណ្យកឋិនទានបានចប់សពគ្រប់អាចារ្យគណៈកម្មការវត្តគ្រប់រូបទាំងអស់គ្នានឹងបានចាត់ចែងបច្ច័យនឹងទូទាត់ចំណាយទៅក្នុងកម្មវិធីបុណ្យកឋិននឹងខ្លះហើយមកចំណែកទៀតគឺចំណាយទៅលើការសាងសង់សំណង់ផ្សេងព្រោះសពថ្ងៃនៅក្នុងអារាមអង្គរឧត្តមរបស់យើងកំពុងតែដំណើរការសាងសង់សាលាពុទ្ធកៈអញ្ចឹងបច្ច័យទាំងអស់ហ្នឹងគឺបន្ទាប់ពីបន់រួចក៏ទូទាត់ឲ្យទៅជាងដោយមានបញ្ជីកត់ត្រាច្បាស់លាស់ត្រឹមត្រូវញាតិញោមដោយទេជគុណប្រតនត្រ័យញោមមានមនោសញ្ចេតនាជ្រះថ្លាបាននាំមកនៅបច្ច័យសម្រាប់កសាងរួមជាចំណែកបុណ្យសូមទេវតាទាំងឡាយមានអាកាសទេវតាភូមិទេវតាអរិយកទេវតានិងទេវតាទាំងឡាយដែលស្ថិតនៅគ្រប់ទិសទីទាំងពួងព្រមទាំងទេវតាដែលថែរក្សាឆ្នាំថ្មីនេះក្តីក៏សូមឲ្យទេវតាគ្រប់អង្គលោកយាងមកប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការរកទទួលទានមានបានសុខសบายរោគាព្យាធិលក្ខណីចង្រៃឧត្តបាតភ័យអន្តរាយទាំងឡាយទាំងពួងក៏សូមឲ្យបង្វិះជៀសឆ្ងាយសូមឲ្យពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចូលកើតមានដល់ញាតិញោមម្ចាស់សទ្ធាទាំងឡាយសូមអនុមោទនា